Baltic Group បានរៀបចំកម្មវិធីបរិច្ចាគឈាមដើម្បីវារៈកងទ័ពជួរមុខដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមបណ្ឌិតឌីឆេងថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យសិស្សនិស្សិតនៃ Baltic Group ក្រុមគ្រូពេទ្យនិងសាធារណជនសរុបប្រមាណជាង 1000 នាក់ នាថ្ងៃទី 10 ខែមករាឆ្នាំ 2026 Baltic Group បានរៀបចំកម្មវិធីបរិច្ចាគឈាមដើម្បីវារៈកងទ័ពជួរមុខដែលមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមបណ្ឌិតលីឆេងតំណាងរាជមណ្ឌលរាជធានីភ្នំពេញជាស្ថាបនិកអគ្គនាយកនៃ Baltic Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Baltic អន្តរជាតិ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីវិជ្ជបណ្ឌិតឯកទេសហេងសុកចម្រើនអនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមក៏ដូចជាក្រុមគ្រូពេទ្យមកពីមជ្ឈមណ្ឌលផ្ដល់ឈាមឯកឧត្តមលោកជំទាវជាអគ្គនាយករងអគ្គនាយិការរងថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យរួមទាំងសិស្សនិស្សិតនៃ Baltic Group និងសាធារណជនសរុបចំនួនប្រមាណជាង 1000 នាក់ ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ Baltic អន្តរជាតិទីតាំងទី 2 ស្ពានអាកាសចោមចៅ លោកស្រីវិជ្ជបណ្ឌិតឯកទេសហេងសុកចម្រើនអនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានអញ្ជើញផ្ដល់នូវមតិចំណាប់អារម្មណ៍ស្ដីពីគុណសម្បត្តិនៃការបរិច្ចាគឈាមការថែទាំសុខភាពនិងស្មារតីរួបរวมក្នុងការសង្គ្រោះជីវិតអ្នកដែលត្រូវការឈាម ឆ្លៀតក្នុងឱកាសនេះឯកឧត្តមបណ្ឌិតលីឆេងតំណាងរាជមណ្ឌលរាជធានីភ្នំពេញស្ថាបនិកអគ្គនាយកនៃ Baltic Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Baltic អន្តរជាតិបានអញ្ជើញមានមតិសន្ទនាសំណាលនិងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូសិស្សនិស្សិតនៃ Baltic Group ដែលបានចូលរួមបរិច្ចាគឈាមជូនដល់វីរៈកងទ័ពដែលបង្ហាញពីការរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំផងដែរ កម្មវិធីបរិច្ចាគឈាមនៃស្ម័គ្រចិត្តនេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញទឹកចិត្តតែមួយឆន្ទៈតែមួយជាមហាសាមគ្គីគ្រួសារខ្មែរជាមួយវីរៈកងទ័ពជួរមុខដែលការពារជាតិមាតុភូមិបូរណភាពទឹកដីនិងប្រជាជននិងដើម្បីចូលរួមសកម្មភាពមនុស្សធម៌ជួយសង្គ្រោះជីវិតជនរងគ្រោះដែលត្រូវការឈាមជាបន្ទាន់ដោយនាងខ្ញុំហុងពុតបូរមីផ្សាយចេញពី Baltic IU News សូមអរគុណសូមជម្រាបលា Belty International University, the future of global leaders.